សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅជួរមុខតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយការចូលជាធរមាននៅបទជបាញ់រវាងកងកម្លាំងកម្ពុជានិងយោធាថៃគិតមកដល់ថ្ងៃទី30ខែធ្នូឆ្នាំ2025នេះសូមជម្រាបជូនអំពីសភាពការជួរមុខក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5បន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាលើបទជបាញ់ជាបន្ទាន់និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនិងចូលជាធរមាននៅវេលាម៉ោង12:00 នាទីថ្ងៃត្រង់ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025គិតមកដល់វេលាម៉ោង8:00 នាទីព្រឹកនេះស្ថានភាពនៅជួរមុខតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺមានសភាពស្ងប់ស្ងាត់ជាមួយគ្នានេះកងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតដោយឈលលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិនិងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់និងស្រឡាញ់សន្តិភាពរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងប្រដាប់អាវុធបានបញ្ជាក់អំពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួននៅលក្ខខណ្ឌនៃបទជបាញ់រវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងឯកសារព្រមព្រៀងផ្សេងៗទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរសូមគូបញ្ជាក់ផងដែរថាកាលពីយប់ថ្ងៃទី29ខែធ្នូឆ្នាំ2025យប់មិញនេះក្រសួងការពារជាតិកម្ពុជាបានចេញនៅសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃនិងបានធ្វើការបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ភាគីថៃនៅរសៀលថ្ងៃទី29ខែធ្នូឆ្នាំ2025ម្សិលមិញនេះដែលបានលើកឡើងថាខ្លួនបានរកឃើញយានគ្មានមនុស្សបើក UAV ជាង250គ្រឿងហោះចេញពីកម្ពុជាចូលទៅរំលោភក្នុងដែនអធិបតេយ្យរបស់ថៃជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាព្រមទាំងរដ្ឋបាលខេត្តជាពិសេសខេត្តតាមបណ្ដាព្រំដែនបានចេញសេចក្តីណែនាំនិងពង្រឹងការហាម5និងសកម្មភាពបង្ហោះដ្រូនដែលគ្មានមនុស្សបើកនេះយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតហើយគ្មានការបង្ហោះដ្រូននេះឡើយក្រសួងការពារជាតិសូមធ្វើការបដិសេធនិងច្រានចោលនឹងការចោទប្រកាន់របស់ភាគីថៃទាំងស្រុងទន្ទឹមនឹងនេះក្រសួងការពារជាតិបានចេញសេចក្តីណែនាំស្តីពីការហាមឃាត់យ៉ាងដាច់ខាតទៅលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកហៅកាត់ថា drone គ្រប់ប្រភេទនៅទូទាំងប្រទេសជាពិសេសតាមបណ្ដាខេត្តជាប់ព្រំដែនដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋនិងយោធិននៃកងយុទ្ធពលខេមរៈភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនៃនេះហើយខ្លឹមសារមានដូចខាងក្រោមនាងខ្ញុំនឹងជម្រាបជូនទី1ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក drone គ្រប់ប្រភេទដោយគ្មានការអនុញ្ញាតនៅរាជធានីខេត្តជាពិសេសបណ្ដាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុងខេត្តពោធិ៍សាត់ខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យខេត្តព្រះវិហារនិងខេត្តបៃលិនទី2ជនណាដែលបំពានឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក drone ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនឹងត្រូវទទួលទោសតាមច្បាប់កំណត់ទី3អគ្គបញ្ជាការដ្ឋានកងទ័ពជើងអាកាសបញ្ជាការដ្ឋានការពារអាកាសដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងរដ្ឋបាលរាជធានីខេត្តនិងអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក drone ដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតបរួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង drone anti drone system ទទួលបានសេចក្តីណែនាំគ្រប់ស្ថាប័នអង្គភាពចំណុះក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរៈភូមិន្ទនិងរដ្ឋបាលរាជធានីខេត្តត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងសហការអនុវត្តឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់នេះខ្ញុំសូមគូបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់
របស់កម្ពុជាក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទច្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងសម្ដៅរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិជាមួយគ្នានេះបទឈប់បាញ់នេះផងដែរក៏ទទួលបាននៅការគ្រប់គ្រងនិងការស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិនិងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់ដែលនេះបង្ហាញអំពីបំណងប្រាថ្នាមិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែពិភពលោកទាំងមូលសុទ្ធតែចង់ឃើញសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនេះខ្ញុំសូមជម្រាបជូនថាសម្រាប់ព័ត៌មានថ្មីបន្ថែមអំពីការវិវត្តនៅស្ថានភាពនៅជួរមុខក្រសួងការពារជាតិនឹងធ្វើការចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិចំពោះភាសាអង់គ្លេសនាងខ្ញុំនឹងជម្រាបជូននៅពេលក្រោយនៅពេលនេះនាងខ្ញុំសូមអរគុណនិងសូមជម្រាបលាអរគុណចំពោះការតាមដានស្ដាប់សូមអរគុណ